មកកាសនេះពេញបំហ្នឹងគឺសត្វតគ្រឿងរបស់ដែលខ្ញុំញ៉ាំឲ្យចូលចិត្តហ្មងហើយមិនងាយបានញ៉ាំទេណាពុះពីសាហាវរៀងរោគក្រាក់តិចហើយតែដោយសារតែយើងមានស្នេហ៍បានញ៉ាំអញ្ចឹងហើយគឺត្រូវតែបានហើយមកកាសហ្នឹងគឺមិនមែនទៅយកផ្ទាល់យទៅគឺមានបងស្រីដែលរាប់អានគ្នាគាត់ទៅយកឲ្យហើយប្តីគាត់យកមកដាក់ឲ្យហាងទៀតអូយទៅគឺថាចិត្តបានហ្មងហើយនេះគឺថាមានគ្រប់មុខសត្វតគ្រឿងរបស់ម្ហូបខ្មែរដូចជាណែមហើយបាញ់ដប់នេះអូខ្ញុំឃ្លានមែនតើដោយសារតែបាញ់ដប់ហ្នឹងហើយបានកំងតិចតួចបានឡើងមកកាសពេញបបហ្មងហ្នឹងណាហើយណែមនេះគឺខ្ញុំកំងមកគឺពីហើយគ្រឿងទាំងអស់ហ្នឹងគឺខ្ញុំកំងពីបងដែលគាត់លក់នៅអាមេរិកដូចគ្នាចាំនិយាយខ្ញុំដាក់នៅក្នុង comment ហ្នឹងចឹងបងប្អូនអាចចង់បានអីគឺតាក់ទងទៅគាត់ទៅគឺមានលក់គ្រប់មុខហ្មងគ្រឿងអវ៉ៃវ៉ាន់ហូបចុកអីគឺមានលក់មកពីខ្មែរហ្មងខ្ញុំទិញមកជូនអញ្ចឹងគឺគាត់មានថែមអំបិលឲ្យយកមកពីស្រុកខ្មែរទៀតគាត់នៅឃើញថង់អំបិលស្រុកខ្មែរក៏នឹករសជាតិដែរហើយបើថង់នេះវាហត់តែពិសេស74ឆ្នាំហ្នឹងគឺខ្ញុំខានញ៉ាំកាពីងហៀតយូរមែនតើអញ្ចឹងលើកនេះគឺខ្ញុំដាក់កំងមកឡើង6ផ្លែចាគឺថាសាច់រសជាតិអីគឺសាច់ហឹងនិយាយទៅឆ្ងាញ់ហ្មងហើយនេះបាញ់ដប់កំងម្ដងសិតតែ6កែវអូយដាក់ល្ងដាក់សាភាខ្ទិះដូងគឺថាឆ្ងាញ់ហ្មងហើយកំងសិតតែនំប៉ាវនិយាយទៅខ្ញុំកំងពីម្ចាស់ផ្សេងគ្នាអញ្ចឹងហើយគឺថាយកមកគឺថាស្ទើររបស់ញ៉ាំហ្មងហើយនេះអត់អស់ចិត្តទេរឿងបាញ់ដប់និយាយថាអូយជាប់ចិត្តសាហាវហ្មងហើយមួយឆ្នាំធ្វើលក់តែម្ដងនេះណាឥឡូវបានមកដល់ទេហើយចាគឺចាប់ផ្ដើមរៀបចំដាក់ចូលក្នុងទូកកខ្លះហើយនឹងទុកញ៉ាំនឹងខាងក្រៅខ្លះពុរិសាទាំងអស់នឹងអត់អាចញ៉ាំមួយថ្ងៃគឺអស់បានទេហើយដូចជានំប៉ាវនេះអញ្ចឹងគឺកំងមកបានច្រើនដែរមានតាំងពី snow side snow ត្រាវហើយនឹង snow ពងមាន់ណាហើយគឺគាត់លក់ធូរថ្លៃមែនតើហើយមើលតំណងឲ្យឆ្ងាញ់ណាបងប្អូនគឺខ្ញុំបានញ៉ាំហើយមុននឹងចេញវីដេអូនេះគឺថាឆ្ងាញ់ខ្លាំងហ្មងរសជាតិអត់ចាញ់អ្នកស្រុកខ្មែរទេពេលខ្ញុំទិញដូចជា snow side $5ហើយនំប៉ាវដូចជា snow ត្រាវនិង snow ពងមាន់អីហ្នឹងដូចជា$10អញ្ចឹងគឺតម្លៃប៉ុណ្ណឹងសមរម្យណាព្រោះដោយសារទាំងកម្លាំងគាត់អ្នកធ្វើហើយរសជាតិឆ្ងាញ់ចេះគឺថាសូនសាយរឿងតម្លៃទេចូលដល់វគ្គម្ជូរម្ដងចាគឺមានស្វាយនិងកាពីងរាជហ្នឹងសម្រាប់ស្វាយគឺខ្ញុំដាក់ចូលក្នុងកំប៉ុងដាក់ក្នុងទូកកអញ្ចឹងទៅយើងស្រួលយកញ៉ាំហើយតែពេលកាពីងរាជគឺដូចគ្នាតែខ្ញុំទិញកាពីងរាជ12កញ្ចប់មាន3ផ្លែក្នុងហ្នឹងអញ្ចឹងសម្រាប់មួយកញ្ចប់គឺអត់ទាន់បកញ៉ាំដាក់ក្នុងកែវទេសម្រាប់កញ្ចប់ទេគឺយើងដាក់ក្នុងកែវដូចគ្នាជាមួយនឹងស្វាយអញ្ចឹងពេលដាក់ចុងទៅគឺងាយស្រួលយើងឃ្លានគ្រាន់តែបើកទូទឹកកកមកគឺយើងអាចញ៉ាំបានដោយងាយស្រួលតែម្ដងហើយកាពីងរាជ3ផ្លែហ្នឹង8-10រៀលពីរហ្នឹងដូចជា35រៀលហើយនឹងស្វាយ8-10ដូចគ្នាដែរនិយាយទៅតម្លៃប៉ុណ្ណឹងបើសិនជាអ្នកស្រុកខ្មែរលក់តម្លៃប៉ុណ្ណឹងធានាថាដឹងតែអត់មានអ្នកគេទិញទេប៉ុន្តែបើនៅអាមេរិកនេះតម្លៃប៉ុណ្ណឹងគឺទូទៅហើយគឺថាសមរម្យហ្មងព្រោះពេលអវ៉ាន់ស្រុកខ្មែរយកមកចូលអាមេរិកហ្នឹងគឺគេត្រូវគិតថ្លៃពន្ធអញ្ចឹងគឺតម្លៃប៉ុណ្ណឹងចាអ្នកលក់មិនចំណេញច្រើនទេហើយណែមនេះមួយកញ្ចប់ហ្នឹងគឺ8-10រៀលដូចគ្នាអញ្ចឹងគឺខ្ញុំទិញមកពីកញ្ចប់ហ្មងណាហើយរសជាតិអូយឆ្ងាញ់មែនតើគឺឆ្ងាញ់ខ្លាំងហ្មងមកល្មមនិយាយទៅដោយសារតែគាត់យកមកពីស្រុកខ្មែរអញ្ចឹងទៅគឺថារសជាតិគឺបំភ្លេចបានទោះបីថាអត់បានទៅស្រុកខ្មែរ4ឆ្នាំក៏ពិតមែនប៉ុន្តែយើងទិញម្ហូបពីស្រុកខ្មែរមកចាក៏ដូចថាបំបត្តិការនឹកដូចគ្នាបានតិចតួចដែរនិយាយទៅលើកនេះគឺទិញម្ហូបមកគឺថាត្រូវមាត់ត្រូវចិត្តឆ្ងាញ់ទាំងអស់ហ្មងអញ្ចឹងគឺថាចំណាយលុយគឺអត់ស្ដាយទេដោយសារតែយើងបានម្ហូបមកយើងសប្បាយចិត្តពេលយើងញ៉ាំណាហើយខ្ញុំមករឿងតែរបស់ brand ណាពេលចង់ទិញគឺថាយើងគិតគូគិតមុខគិតក្រោយតែបើថារឿងរបស់ញ៉ាំវិញឲ្យតែ clear នេះគឺថាចង់ញ៉ាំអីគឺត្រូវតែទិញហើយគឺថាអត់ងាយនឹងសូនសាញរឿងតម្លៃរឿងការញ៉ាំទេប៉ុន្តែមិនមែនថាឲ្យតែចង់ញ៉ាំគឺត្រូវតែទិញអត់មើលតម្លៃសោះហ្មងណាដោយសារតែតម្លៃហ្នឹងគឺយើងសមរម្យដែរណាមួយ clear អញ្ចឹងគឺថាយើងដាក់កំងទៅអញ្ចឹងមួយកេះហ្នឹងដូចជា200ជាងណាបងប្អូនចាហ្នឹងគ្រាន់តែចំណាយលើការញ៉ាំទេណាតែមិនថាបងប្អូននៅខ្មែរសบายរឿងហូបចុកគឺញ៉ាំសบายចិត្តទៅបើថានៅស្រុកគេនេះពេលខ្លះយើងកំសត់ដែរដោយសារតែមានលុយទិញហើយទិញទាំងគិតថាបើសិនជាទិញនៅខ្មែរនឹងបានច្រើនប៉ុណ្ណាទេតែធ្វើមិនទេនៅស្រុកគេអត់ដូចស្រុកយើងនិយាយថាតម្លៃគឺដឹងតែខុសគ្នាអញ្ចឹងហើយ